តើមាសអាចបន្តឡើងទៀតដែរឬទេខណៈប្រេងបានធ្លាក់ចូលក្រោម$75ក្នុង1បារ៉ែលសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងបន្តិចក្នុងកម្រិតដែលចុះនៅតម្លៃ 99.6 កាលពីថ្ងៃព្រហស្បតិ៍ដែលស្ថិតនៅជិតកម្រិតរយៈពេល7សប្តាហ៍ទៀតខណៈដែលតម្លៃប្រេងឆៅក៏បានបន្តការធ្លាក់ចុះក្រោមកម្រិត$75នៅក្នុង1បារ៉ែលដោយសារមានកិច្ចព្រមព្រៀងបើកផ្នែកខ្លះនៃច្រកសមុទ្រអូម៉ូសដែលបានធ្វើឲ្យតម្លៃប្រេងមានការថមថយនៅក្នុងការសម្ពាធឡើងនិងក៏ដូចជាបានបន្ធូរបន្ថយនៅសម្ពាធអតិផរណាផងដែរទំនឹងនេះផងដែរអំពីទិន្នន័យទីផ្សារការងារពីទិន្នន័យ ADP បានបង្ហាញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបន្ថែមការងារក្នុងវិស័យឯកជនត្រឹមតែ44,000កន្លែងប៉ុណ្ណោះនៅក្នុងខែកក្កដាដែលនេះជាការអន់ខ្សោយបំផុតចាប់តាំងពីខែមករាឆ្នាំ2026នេះមកនិងទាបជាងការព្យាករណ៍ដែលបានរំពឹងថានឹងកើនដល់70,000កន្លែងផ្ទុយពីទិន្នន័យទីផ្សារការងារដ៏អន់ខ្សោយលោកស្រី Lisa Cook ដែលជា Governor របស់ Fed បានរំលឹកឡើងវិញកាលពីថ្ងៃពុធថាលោកស្រីនៅតែត្រៀមខ្លួនដើម្បីធ្វើការបោះឆ្នោតគាំទ្រឲ្យដំឡើងអត្រាការប្រាក់ប្រសិនបើជាអតិផរណានៅតែមិនព្រមធ្លាក់ចុះដល់កម្រិតគោលដៅបាតារបស់អាមេរិកខ្សោយកាលពីម្សិលមិញបានជំរុញឲ្យតម្លៃមាសបន្តការឡើងរហូតដល់កម្រិត$4,300នៅក្នុង1អោននៅថ្ងៃព្រហស្បតិ៍នេះហើយយើងឃើញថាផ្អែកលើ Fibonacci retracement គឺតម្លៃ 2/3 ត្រូវបានបែករួចហើយចំណែក RSI ក្នុងរយៈពេល9ថ្ងៃក៏ឃើញថាស្ថិតនៅលើកម្រិត60ដែលនេះសញ្ញា bullish momentum នៅតែបន្តដដែលយោងតាមរបាយការណ៍ Commitment of Trader នៃទីផ្សារ Gold Future យើងឃើញថាកាលពីសប្តាហ៍មុនបានបង្ហាញអំពីរបាយការណ៍នៃការជួញដូរនៅក្នុង future market យើងឃើញថាទំហំនៃការជួញដូរ gold future market គឺស្ថិតនៅក្នុង position ដែល long គឺមានរហូតដល់219,622 contract ខណៈដែល short position មានត្រឹមតែ37,552 contract តែប៉ុណ្ណោះដែលនេះជាសញ្ញាបង្ហាញអំពីការគ្រប់គ្រងតម្លៃមាសឡើងផងដែរmomentum ដែលអាច push ទៅតម្លៃខាងលើគឺនៅកម្រិត42.5 43.00និងតម្លៃចុងក្រោយគឺ43.8ចំណែកផ្នែកខាងក្រោមយើងរំពឹងនៅ42.20 41.8និង41.50សម្រាប់ទិសដៅទីផ្សារនៅក្នុងសប្តាហ៍នេះគឺ bullish in control